សូរណាអតីតម្ចាស់ផលិតកម្មវត្តភ្នំធ្លាក់ខ្លួនដើរសុំទានគេចាសសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញានិងពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះផងដែរនាងខ្ញុំសូមពំនាំយករឿងរ៉ាវដ៏សែនជក់ចិត្តមួយទៀតតាក់ទងទៅនឹងអតីតចាងវាងផលិតកម្មវត្តភ្នំដែលសប្តាហ៍ថ្ងៃនេះលោកបានធ្លាក់ខ្លួនពិការនិងដើរសុំទានគេចិញ្ចឹមប្រពន្ធនិងកូនតោះចង់ដឹងរឿងរ៉ាវជក់ចិត្តយ៉ាងណាសូមជួបជាមួយនឹងការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅលោកប្រាក់សរិនកើតនៅឆ្នាំ1953នៅខេត្តតាកែវនាអំឡុងឆ្នាំ1969ដល់ឆ្នាំ1970លោកបានរត់គេចពីពួកខ្មែរក្រហមហើយបានបរស់នៅរាជធានីភ្នំពេញដែលស្នាក់នៅវត្តលង្កានិងបានផ្លាស់ប្ដូរទៅស្នាក់នៅវត្តស្រះចករហូតដល់ថ្ងៃទី17ខែមេសាឆ្នាំ1975ក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979លោកបានចូលទៅរស់នៅរាជធានីភ្នំពេញនិងបានចូលរៀនវគ្គនយោបាយចំនួនទី1ដែលមានមិត្តថោមខុននិងអោមយន្ទៀងជាគ្រូបង្រៀននិងបន្ទាប់មកលោកបានទៅរស់នៅក្រុងកំពង់សោមនៅម្ដុំសាលើរហូតដល់ឆ្នាំ1987លោកបានបង្កើតផលិតកម្មវីដេអូមួយមានឈ្មោះថាគុជសមុទ្រជាមួយភរិយាលោកប្រធានមន្ទីរឃោសនាការព័ត៌មាននិងវប្បធម៌ក្រោយថតភាពយន្តបានមួយរឿងគឺរឿងឈាមមួយដំណក់ដែលមិនទទួលបានប្រាក់ចំណេញលោកក៏បានមករស់នៅក្នុងរាជធានីភ្នំពេញដោយបានផ្លាស់ប្ដូរឈ្មោះផលិតកម្មពីគុជសមុទ្រទៅជាផលិតកម្មវត្តភ្នំវិញក្នុងនោះវីដេអូដែលលោកបានថតមានជាច្រើនរឿងដូចជារឿងផ្លូវមរណៈរឿងផ្លូវបាយជា3រឿងខ្យងសោកបោកចិត្តរឿងមាសទឹកដប់រឿងកូនអណ្ដើកមាសរឿងស្រទាប់យុវវ័យនិងរឿងទន្សាយស្ដាយកម្មជាដើមអតីតចាងវាងផលិតកម្មវត្តភ្នំលោកប្រាក់សរិនដែលធ្លាប់មានកេរ្តិ៍ឈ្មោះក្នុងវិស័យភាពយន្តខ្មែរកាលពីអំឡុងឆ្នាំ1987កំពុងជួបជីវភាពលំបាកខ្លាំងដោយធ្លាក់ខ្លួនដើរសុំទានគេដើម្បីចិញ្ចឹមប្រពន្ធដែលមានជំងឺប្រចាំកាយនិងកូនដែលមានជំងឺសរសៃប្រសាទទាំងដែលខ្លួនក៏មានពិការភាពពិការភ្នែកនិងមានជំងឺទឹកនោមផ្អែមប្រចាំកាយថែមទៀតដំណឹងនេះបានធ្វើឲ្យសាធារណជននិងអ្នកសិល្បៈជាច្រើនមានការភ្ញាក់ផ្អើលនិងអាណិតអាសូរយ៉ាងខ្លាំងព្រោះលោកប្រាក់សរិនធ្លាប់ជាបុគ្គលដែលមានចំណែកសំខាន់មួយរូបក្នុងវិស័យភាពយន្តខ្មែរប៉ុន្តែបច្ចុប្បន្នជីវិតរបស់លោកបែរជាប្រែប្រួលគួរឲ្យអានិច្ចាទៅវិញតាមរយៈកិច្ចសម្ភាសន៍មួយលោកតាប្រាក់សរិនបានបញ្ជាក់ថាគិតមកដល់ពេលនេះលោកបានធ្លាក់ខ្លួនពីការភ្នែកអស់រយៈពេលជាច្រើនឆ្នាំមកហើយពោលគឺចាប់តាំងពីលោកតាទៅរស់នៅស្រុកកំណើតវិញម្យ៉ាងវិញទៀតលោកក៏មានជំងឺទឹកនោមផ្អែមប្រចាំកាយហើយត្រូវរ៉ាប់រងគ្រួសារទាំងមូលព្រោះភរិយាមានជំងឺប្រចាំកាយរីឯកូនស្រីទៀតសោតក៏មានជំងឺសរសៃប្រសាទទៀតជាហេតុធ្វើឲ្យបន្ទុកគ្រួសារកាន់តែធ្ងន់ជុំវិញរឿងរ៉ាវនេះអតីតតារាសម្ដែងអ្នកស្រីច័ន្ទតារាទីបានបង្ហើបក្នុងកិច្ចសម្ភាសន៍ផងដែរថាលោកប្រាក់សរិនបច្ចុប្បន្នត្រូវដើរសុំអាហារតាមវត្តអារាមដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃស្ថានភាពនេះបានធ្វើឲ្យអ្នកសិល្បៈនិងសាធារណជនអំពាវនាវដល់សប្បុរសជនជួយគាំទ្រអតីតអ្នកដឹកនាំផលិតកម្មភាពយន្តរូបនេះអាចឆ្លងកាត់គ្រាលំបាកក្នុងដំណើរជីវិតវ័យចំណាស់របស់លោកផងដែរគួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី17ខែកក្កដាឆ្នាំ2026លោកតាប្រាក់សរិនរួមជាមួយបងប្អូនសិល្បករសិល្បករនីជើងចាស់ប្រមាណជាង20នាក់ក៏បានមកទទួលអំណោយពីគ្រួសារសប្បុរសធម៌មួយដើម្បីសម្រាលការលំបាកលោកមួយគ្រាដែរចាជំរាបសួរពូពូអើយតែជួបពូថ្ងៃណាគឺខ្ញុំបែកចង់20ឆ្នាំណាជួបពូ28ឆ្នាំបែកពូដល់ឥឡូវចង់សួរពូកាលពីពូបង្កើតកុនដែលពូបង្កើតធ្វើជាតកែកុនតាំងពីឆ្នាំណាពូឆ្នាំ1987ហើយពូជាអ្នកដឹករឿងខ្លួនឯងតែជាចាស់ផងជាដឹកនិពន្ធផងនិងជាដឹកនាំរឿងផងចាអំពាវនាវដល់សប្បុរសជនដែលមានចិត្តធម៌ចិត្តមេត្តាបងប្អូនអើយខ្ញុំនឹងថតស៊ីឈ្នួលថតកុនគាត់ដែរចាជាតួឯកជាតួឯកពីរឿងហើយគាត់ជាចាងវាងផលិតកម្មផង
ជាអ្នកតាសេរឿងផងជាអ្នកដឹករឿងផងហើយខ្ញុំបែកគាត់ជាង20ឆ្នាំហើយនេះលើកទី1ដែលខ្ញុំបានជួបគាត់តាមរយៈបងគ្រូចាគាត់ថាចាគាត់បានប្រាប់ខ្ញុំប្រាប់ថាពូចាងបានកុំដែលធ្លាប់យកខ្ញុំថតកុំហ្នឹងឥឡូវហ្នឹងគាត់ជួបនឹងទុកលំបាកខ្លាំងមែនទែនបងប្អូនគាត់នឹងដេកនឹងកទេលកូន2នាក់ហើយកូន1ទៀតចាកូនម្នាក់ទៀតនេះគាត់អាស័យប្រសាទចាហើយបានគេជួយម៉ូតូចាស់មួយឲ្យកូននឹងដឹកគាត់ដើរសុំទេឥឡូវនឹងដល់ថ្នាក់គាត់ដើរសុំតាមវត្តតាមផ្ទះអញ្ចឹងទៅអញ្ចឹងបងប្អូនសប្បុរសជនទាំងអស់ដែលមានចិត្តធម៌មេត្តាជួយដល់គាត់ផងចាសូមបងប្អូនសប្បុរសជនដែលមានចិត្តធម៌មេត្តាជួយដល់គាត់ចានេះចាគាត់ជាតកម្មទាំងមូលឥឡូវធ្លាក់ខ្លួនដល់ដើរសុំតាមវត្តតាមផ្ទះចាសូមអរគុណចំពោះបងប្អូនសប្បុរសជនដែលតែងតែជួយដល់អ្នកក្រីក្រទូរគតចាសូមមេត្តាជួយដល់គាត់ចាសូមអរគុណលោកជំទាវអុកញ៉ាម៉ៅចំណាននិងសមាគមសិល្បករខ្មែរឧបត្ថម្ភថវិកា12លានរៀលជួយដល់អតីតចាងបានផលិតកម្មវត្តភ្នំដែលកំពុងទីទាល់ក្រប្រធានសមាគមសិល្បករខ្មែរលោកជំទាវអុកញ៉ាម៉ៅចំណានកិតមេងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួននិងថវិកាមូលនិធិរបស់សមាគមសរុបចំនួន12លានរៀលដើម្បីជួយដល់លោកប្រាក់សរិនហៅហុងអតីតចាងវាងផលិតកម្មវត្តភ្នំដែលកំពុងជួបនូវជីវភាពខ្វះខាតយ៉ាងខ្លាំងបូករួមទាំងការធ្លាក់ខ្លួនពិការនិងចាស់ជរាថែមទៀតការប្រកាសពីការជួយឧបត្ថម្ភថវិកាពីសមាគមសិល្បករខ្មែរនាពេលនេះបានធ្វើឡើងបន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយរបស់អតីតថៅកែផលិតកម្មវត្តភ្នំនាឆ្នាំ1987លោកប្រាក់សរិនហៅហុងដែលធ្លាក់ខ្លួនមានពិការភាពភ្នែកនិងកំពុងមានជីវភាពលំបាកយ៉ាងខ្លាំងក្រោយពីឃើញនៅការលំបាកនេះលោកជំទាវអុកញ៉ាម៉ៅចំណានកិតមេងបានឧបត្ថម្ភថវិកាចំនួន12លានរៀលដែលជាថវិការបស់មូលនិធិសមាគមសិល្បករខ្មែរដើម្បីជួយសម្រាលបន្ទុកដែលលោកកំពុងជួបការលំបាកនាពេលបច្ចុប្បន្នសម្រាប់ក្នុងថវិកាចំនួន12លានរៀលនេះក្នុងនោះមាន2លានរៀលជាថវិការបស់មូលនិធិសមាគមសិល្បករខ្មែរនិង10លានរៀលទៀតជាថវិការបស់លោកជំទាវអុកញ៉ាផ្ទាល់ខ្លួនក្នុងពេលដែលថវិកានេះក្រុមការងាររបស់សិល្បករបាននឹងកំពុងចាត់ចែងរៀបចំដើម្បីយកទៅប្រគល់ជូនលោកប្រាក់សរិនដោយផ្ទាល់គួរបញ្ជាក់ផងដែរថាតាមរយៈបទសម្ភាសន៍ជាមួយអតីតតារាសម្ដែងជើងចាស់រៀមច្បងអ្នកស្រីច័ន្ទតារាទីបានឲ្យដឹងថាអតីតចាងវាងនិងអ្នកដឹកនាំផលិតករភាពយន្តល្បីឈ្មោះលោកតាប្រាក់សរិនហៅហុងបច្ចុប្បន្នកំពុងធ្លាក់ខ្លួនខ្លាំងពោលគឺលោកត្រូវដើរសុំអាហារតាមវត្តអារាមដើម្បីទទួលទានប្រចាំថ្ងៃលោកប្រាក់សរិនហៅហុងគឺជាអតីតម្ចាស់ផលិតកម្មនិងជាអ្នកដឹកនាំសម្ដែងបានបញ្ជាក់ថាបច្ចុប្បន្ននេះលោកមានកូនស្រីម្នាក់ក្នុងបន្ទុកដែលមានជំងឺសរសៃប្រសាទខណៈប្រពន្ធក៏ដេកឈឺលើកន្ទេលហើយសម្រាប់ខ្លួនលោកផ្ទាល់ក៏ធ្លាក់ខ្លួនពិការភ្នែកប្រមាណជា12ឆ្នាំមកហើយចាប់ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីរឿងរ៉ាវរបស់អតីតចាងវាងផលិតកម្មវត្តភ្នំលោកប្រាក់សរិនដែលនាងខ្ញុំបានលើកយកមកអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាក៏បានមកដល់ទីបញ្ចប់ហើយដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាមានកំហុសខុសឆ្គងការលើសលួសពាក្យសម្ដីដោយប្រការណាមួយសូមអរគុណពីនាងខ្ញុំអឹមស៊ីវិកគីមនីដួងចិត្ត